ប្រសិនមកគ្នាយើងគឺជាសិស្សវិទ្យាល័យសូមចំណាយពេលពី10ទៅ20នាទីក្នុងមួយថ្ងៃដើម្បីគិតអំពីរឿងមួយនេះតើចាប់ទី12ត្រូវធ្វើអ្វីបន្តទៀតនេះបើគ្រាន់តែយើងស្ដាប់មើលទៅវាហាក់បីដូចជាសំណួរមួយដែលសាមញ្ញខ្លាំងមែនទែនប៉ុន្តែសំណួរមួយនេះគឺត្រូវបានសិស្សនៅក្នុងកម្រិតថ្នាក់អនុវិទ្យាល័យក៏ដូចជាពិសេសហ្នឹងគឺនៅក្នុងថ្នាក់វិទ្យាល័យតែម្ដងគឺពួកគាត់ហាក់បីដូចជាបង្ងើយកន្តើយខ្លាំងមែនទែនជាមួយនឹងរឿងមួយនេះ ហើយប្រសិនបើគ្នាយើងមិនព្រមស្វះស្វែងរកនៅចម្លើយរបស់សំណួរមួយនេះទេនោះវានឹងធ្វើទុកបុកម្នេញគ្នាយើងនៅពេលដែលយើងចប់ទី12ហើយអ្វីដែលខ្ញុំចង់ឲ្យអ្នកគ្នាដឹងមុនគេចេញពីវីដេអូមួយនេះគឺនិស្សិតលើសពី50%ជារៀងរាល់ឆ្នាំកំពុងតែចាប់កាន់នៅជំនាញមួយដែលខ្លួនឯងមិនស្រឡាញ់ហើយកំពុងតែប្រឈមមុខជាមួយនឹងការបោះបង់ជំនាញមួយនោះនៅពាក់កណ្ដាលទី នេះហើយគឺជាបញ្ហាសម្រាប់អ្នកដែលគាត់អត់បានចំណាយពេលគិតគូរអំពីជំនាញដែលខ្លួនឯងត្រូវរៀននៅពេលដែលខ្លួនឯងចប់ទី12តាំងពីថ្នាក់ក្រោមមកហើយបើសិនជាយើងចោទជាសំណួរមួយសួរទៅកាន់សិស្សអនុវិទ្យាល័យក៏ដោយសិស្សវិទ្យាល័យក៏ដោយថាតើនៅពេលដែលចប់ទី12ពួកគាត់ចង់រៀនជំនាញអីចម្លើយភាគច្រើនអ្នកគ្នាយើងទទួលបានអ្វីនោះគឺចាំចប់បាក់ឌុបចាំគិតទៀត ខ្ញុំយល់អារម្មណ៍របស់គ្នាយើងបើសិនជាយើងនិយាយអំពីកម្រិតសិក្សានៃថ្នាក់វិទ្យាល័យយើងអាចនិយាយបានថាការប្រឡងបាក់ឌុបគឺជាគោលដៅដ៏ធំរបស់ពួកគាត់ប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំនឹងនិយាយហេតុផលមួយចំនួនដែលតម្រូវឲ្យអ្នកនរគ្នារៀនគិតឆ្លៀតគិតអំពីជំនាញអ្វីដែលខ្លួនឯងត្រូវតែចាប់រៀនបន្តទៀតនៅពេលដែលយើងចប់ទី12 ប្រសិនជាយើងរាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃចូលរៀននៅក្នុងសាកលវិទ្យាល័យខ្ញុំអាចសន្មតបានថាគ្នាយើងសល់ពេលយ៉ាងយូរណាស់ពី1ខែទៅ2ខែដើម្បីជ្រើសរើសជំនាញមួយដែលខ្លួនឯងស្រឡាញ់ដែលខ្លួនឯងត្រូវរៀនបន្តនៅក្នុងកម្រិតសិក្សានៃសាកលវិទ្យាល័យប៉ុន្តែសំណួរសួរត្រឡប់ទៅកាន់គ្នាយើងវិញថាតើគ្នាយើងជឿនៅលើខ្លួនឯងទេដែលយើងយកពេល1ខែឬមួយក៏2ខែហ្នឹងទៅស្វែងរកជំនាញដែលខ្លួនឯងស្រឡាញ់ហើយទៅស្វែងរកជំនាញដែលអាចបង្កើតជាការងារឲ្យយើងរកប្រាក់ដើម្បីចិញ្ចឹមជីវិតបើតាមខ្ញុំគិតបើសិនជាអ្នកនរគ្នាអាចធ្វើបានគឺអ្នកគ្នាប្រកែកខ្លាំងមែនតើប៉ុន្តែបើសិនជាអ្នកគ្នាធ្វើវាមិនបានទេវានឹងមានហានិភ័យខ្ពស់មកកាន់អនាគតរបស់ពួកយើង ហើយហេតុផលមួយទៀតនោះគឺនៅពេលណាដែលយើងបានស្រាវជ្រាវបានស្វែងយល់ពីជំនាញនីមួយៗដែលមាននៅតាមសាកលវិទ្យាល័យនៅក្នុងប្រទេសរបស់យើងវាធ្វើឲ្យយើងអាចទាញយកនូវព័ត៌មានផ្សេងចេញពីជំនាញនីមួយៗដែលយើងបានស្រាវជ្រាវហើយការដឹងព័ត៌មានចេញពីជំនាញនីមួយៗនេះហើយដែលអាចធ្វើឲ្យយើងរត់គេចចេញឬមួយក៏អាចធ្វើឲ្យយើងជៀសផុតពីគ្រោះថ្នាក់មួយគឺនៅពេលដែលមាននរណាម្នាក់អូសទាញយើងឲ្យទៅរៀននៅជំនាញណាមួយដែលគេបានណែនាំមកកាន់យើង ហើយអាការរៀនជំនាញតាមគ្នានេះមួយនេះគឺវាមានគ្រោះថ្នាក់ខ្លាំងមែនទែនមកកាន់ជីវិតនិស្សិតរបស់យើងអូខេសម្រាប់វិញនៅក្នុងវីដេអូមួយនេះគឺខ្ញុំគ្រាន់តែចង់ចែករំលែកពីអ្វីដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមកទេទាក់ទងជាមួយនឹងការរៀនជំនាញនេះហើយខ្ញុំក៏ចង់ចែករំលែកពីគណិតអស់ទាំងនឹងទៅកាន់គ្នាយើងដែលកំពុងតែសិក្សានៅក្នុងកម្រិតថ្នាក់វិទ្យាល័យឲ្យចាប់ផ្ដើមព្យាយាមឆ្លៀតពេលដើម្បីគិតថាតើនៅពេលដែលយើងជាប់បាក់ឌុបយើងគួរតែរៀនជំនាញអី ធ្លាក់បាក់ឌុបយើងគួរតែរៀនជំនាញអីហើយតើជំនាញមួយនោះវាអាចធ្វើឲ្យយើងនឹងយកទៅធ្វើការងារអ្វីខ្លះបានហើយវាអាចទាញប្រាក់ចំណូលមកកាន់យើងបានឬមួយក៏អត់នៅក្នុងថ្ងៃអនាគតបើសិនជាអ្នកគ្នាអាចគិតពីអាចចំណុចតូចៗអស់ទៅនឹងបានវាប្រៀបដូចជាអ្នកគ្នាកំពុងតែរៀបចំផ្លូវដើរឆ្ពោះទៅរកអនាគតរបស់អ្នកគ្នាអញ្ចឹងហើយបើសិនជាអ្នកគ្នារៀបចំផ្លូវដើររបស់អ្នកគ្នាបានកាន់តែល្អកាលណានោះវាធ្វើឲ្យគ្នាយើងលែងសូវមានសម្ពាធ ហើយគ្នាយើងនឹងមិនវង្វេងទេដោយសារតែយើងដឹងផ្លូវដែលយើងត្រូវដើរនឹងហើយវីដេអូនេះក៏ខ្ញុំអត់មានអីត្រូវបន្ថែមពីលើទៀតដែរហើយក៏សូមអរគុណគ្នាយើងដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់តទៅនេះខ្ញុំបាទម៉ៅប៊ូនីសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ